ជាបឋមពួកយើងសូមគោរពលោកគ្រូអ្នកគ្រូមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់អ្នកខ្ញុំឈ្មោះចន្ទរាគឹមហួយមានអាយុ8ឆ្នាំខ្ញុំបាទមានឈ្មោះគំសុផានិតមានអាយុ10ឆ្នាំនេះខ្ញុំហ្វួតសុខេមួយអេមានអាយុ9ឆ្នាំនេះខ្ញុំវិខាតាំងសុជីងមានអាយុ9ឆ្នាំខ្ញុំបាទឈ្មោះហេវិហុងមានអាយុ10ឆ្នាំអ្នកខ្ញុំគឺជាមេក្រុមដែលតំណាងឲ្យក្រុមទី3ជាសិស្សរៀននៅថ្នាក់ទី4កនៃសាលារៀនបញ្ញវន្តខ្មែរមានទីតាំងនៅស្រុកស្អាងខេត្តកណ្ដាលថ្ងៃនេះពួកយើងពិតជាមានកិត្តិយសដែលបានមកបកស្រាយប្រធានបទមួយដែលមានចំណងជើងថាពិធីបុណ្យអុំទូកសូមចាប់ផ្ដើមពិធីបុណ្យអុំទូកឬហៅថាពិធីបុណ្យអកអំបុកគឺជាពិធីបានប្រពៃណីរបស់ប្រជាជនខ្មែរដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបរមីខែកត្តិកតំប្រតិទិនចន្ទគតិពិធីបុណ្យនេះមានអត្ថន័យជាច្រើនរួមមានការរំលឹកដល់គុណព្រះពុទ្ធការបូជាដល់ព្រះធរណីនិងការសម្ដែងការគោរពចំពោះទឹកដែលជាប្រភពជីវិតចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមឲ្យការបកស្រាយបន្តទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំដែលមានឈ្មោះថាគំសុផានិតអរគុណប្រវត្តិនៃពិធីបុណ្យអុំទូកពិធីបុណ្យអុំទូកមានដើមកំណើតតាំងពីសម័យបុរាណនៅពេលដែលប្រជាជនខ្មែរធ្វើស្រែចម្ការនិងប្អូនផ្អែកទៅលើទឹកភ្លៀងពិធីនេះគេបានរៀបចំឡើងដើម្បីបូជាដល់ទេវតាទឹកនិងសូមឲ្យមានភ្លៀងធ្លាក់ស្រួលដើម្បីជួយដល់ការធ្វើស្រែចម្ការចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមឲ្យមិត្តភ័ក្តិរបស់ខ្ញុំបកស្រាយបន្តដោយមានឈ្មោះថាសុខេនវូអ៊ីអរគុណម៉ាក់សកម្មភាពក្នុងវិធីបុណ្យការប្រណាំងទូកនេះជាសកម្មភាពដ៏ពេញនិយមបំផុតក្នុងវិធីបុណ្យទូកដែលប្រើប្រាស់ញៀងវៀងវែងនិងត្រូវបានដាក់តាំងយ៉ាងឆ្អាតប្រណិតក្រុមប្រណាំងទូកត្រូវបានរៀបចំឡើងដោយសមាគមផ្សេងៗហើយការប្រណាំងនោះមានដំណើរឲ្យសហការរវាងមនុស្សជាមួយធម្មជាតិចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំបកស្រាយបន្តដែលមានឈ្មោះថាតាំងស៊ូជីងការអកអំបោកគឺជាប្រភេទនំបូរីដែលត្រូវបានធ្វើឡើងពីស្រូវអង្ករនិងត្រូវបានគេបូជាដល់ព្រះនពុទ្ធនិងព្រះធរណីការសម្ដែងសិល្បៈប្រពៃណីក្នុងវិធីបុណ្យនេះមានការសម្ដែងរបាំនិងតន្ត្រីជាច្រើនដូចជារបាំអប្សរានិងរបាំព្រះរាជទ្រព្យចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ក្នុងសាលាមិត្តភ័ក្តិរបស់ខ្ញុំបកស្រាយបន្តដែលមានឈ្មោះថាហេងមីងហងអត្ថន័យនៃបុណ្យពិធីបុណ្យអុំទូកមិនត្រឹមតែជាការប្រារព្ធពិធីបុណ្យប៉ុណ្ណោះទេវាក៏ជាការបង្រួបបង្រួមសាមគ្គីភាពក្នុងសហគមន៍ពិធីនេះក៏ជាការរំលឹកដល់អតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជាចំណុចរបស់ខ្ញុំធ្វើបានបញ្ចប់ខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំបកស្រាយបន្តដែលមានឈ្មោះថាគឹមហួយប្រារព្ធពិធីបុណ្យនាពេលបច្ចុប្បន្នពិធីបុណ្យអុំទូកត្រូវបានប្រយុទ្ធឡើងធំធេងនៅទូទាំងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញនិងតាមខេត្តផ្សេងៗពិធីបុណ្យនេះទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនានិងចូលរួមក្នុងពិធីនេះពិធីបុណ្យអុំទូកគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរហើយវាបន្តរស់រាននិងរក្សាបាននៃអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីបុរាណមកការបកស្រាយរបស់ពួកយើងត្រូវបានបញ្ចប់សូមអរគុណដល់លោកគ្រូអ្នកគ្រូមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ដែលបានតាមដានស្ដាប់ការបកស្រាយរបស់ពួកយើងសូមអរគុណសូមជម្រាបលា